ចិត្តដែលបានអប់រំចម្រើនដោយបញ្ញាដោយបានស្ដាប់យល់នៃព្រះធម៌ដឹងថាអ្វីជារបស់មិនទៀងជាទុក្ខជាអនត្តាព្រោះមិនមែនជារបស់ខ្លួនរបស់គេទេយើងកើតមករស់នៅក្នុងភាពទទេស្អាតមិនបានយកនៅអ្វីមកតាមខ្លួនឡើយលុះក៏ត្រឡប់ទៅវិញក៏ដូច្នោះដែរមានតែអំពើល្អនិងអាក្រក់ប៉ុណ្ណោះដែលទៅនៅអាស្រ័យជាមួយនឹងយើងអំពើល្អជួយឲ្យសត្វកើតនៅក្នុងផ្លូវដែលល្អមានឋានទេវលោកជាដើមអំពើអាក្រក់ជួយឲ្យសត្វធ្លាក់នៅក្នុងភាពអន្តការមានអបាយភូមិនរកប្រែតទេរឆានជាដើមដូច្នេះការយល់ឃើញអំពីការកើតទុកងាយដូចជាត្រូវគេនឹងទីគេជេរប្រមាថគេមាក់ងាយនៅទីទាល់ក្រនឹងភាពលំបាកនឹងមានបញ្ហាផ្សេងទៀតដែលធ្លាក់មកលើខ្លួនយើងក៏យើងត្រូវតែគិតថាណាស់ហើយជាផុតធុជនតែងតែមានការកើតការរលត់សុខនឹងទុក្ខសរសើរនឹងទាវាជាធម្មតាទៅហើយសម្រាប់ជីវិតសត្វលោកដូច្នេះសេចក្តីទុក្ខនោះកាលណាបើយើងដឹងហើយក៏មិនសូវមានព្រោះយើងដឹងអំពីរបៀបដែលកើតអំពីទុក្ខនិងរលត់នៅសេចក្តីទុក្ខក៏ព្រោះតែចិត្តយើងមិនប្រកាន់មិនហួងហែងមិនច្រណែនមិនក្តៅក្រហាយមិនព្យាបាទនឹងបុគ្គលណាចិត្តយើងក៏មានសេចក្តីស្ងប់ទៅតាមអារម្មណ៍បែបនោះចិត្តស្ងប់ព្រោះមិនរំពឹងអតីតអនាគតតែអ្វីដែលត្រូវធ្វើគឺយើងត្រូវធ្វើអំពីបច្ចុប្បន្ននេះទៅកុំចាំបាច់ដល់ថ្ងៃស្អែកសូមកុំឲ្យលក្ខណៈដ៏ល្អនេះកន្លងផុតទៅដោយមិនបានទទួលផលប្រយោជន៍នោះឡើយយ៉ាងហោចណាស់ក្នុងមួយថ្ងៃយើងត្រូវសាងសេចក្តីល្អយ៉ាងតិចឲ្យបានមួយដងដូចជាយើងជួយបង្រៀនខ្លួនឯងយើងសន្សំធ្វើយ៉ាងនេះរឿយនោះហើយជាផ្លូវមិនប្រមាថមិនធ្វេសប្រហែសយើងត្រូវដឹងហើយថាកិច្ចដែលយើងត្រូវធ្វើនៅមានច្រើនណាស់ទាំងកិលេសក៏យើងមិនទាន់លះដូច្នេះអ្នកចូលកុំបណ្ដោយឲ្យពេលវេលាកន្លងផុតទៅដោយឥតប្រយោជន៍ការដែលយើងខឹងស្អប់ការទុកតូចចិត្តនឹងរឿងអ្វីមួយគឺមកពីយើងខ្វះការសិក្សាដល់ជម្រៅចិត្តខ្វះបញ្ញាមិនទាន់ស្គាល់ហេតុបច្ច័យឲ្យបានច្បាស់លាស់នៅឡើយអ្នកដឹងហើយក៏នៅមិនបានប្រណិប័តធ្វើតាមក៏នៅតែមានបញ្ញាខ្ចីវសានៅឡើយដោយសារតែមានការធွာប្រមាថនិងការធ្វេសប្រហែសនិងអស្មិមានអ្នកចំពោះការចេះដឹងរបស់ខ្លួនថាអញប្រសើរជាងអ្នកដទៃតាមការពិតអ្វីនៅលើលោកនេះធម៌មានអ្នករបស់មនុស្សមានច្រើនណាស់បើយើងលះបង់សេចក្តីរឹងត្អឹងមានអ្នកចំពោះខ្លួនឯងនិងអ្នកដទៃសេចក្តីសុខក៏រមែងជាប់តាមបុគ្គលនោះដូចជាស្រមោលអន្ទោទៅតាមប្រាំងអ្នកកុំយំសោកស្ដាយនៅអ្វីដែលបានបាត់ទៅហើយគឺជាការកើតឡើងពីអតីតកាលកុំខ្លាចនៅអ្វីដែលកើតឡើងនៅក្នុងថ្ងៃនេះកុំរំពឹងអ្វីដែលនឹងកើតឡើងទៅក្នុងថ្ងៃអនាគតដរាបណាជីវិតយើងមិនទាន់ស្លាប់សុខហើយនឹងទុកជាអ្នកនៅរួមរស់ជាមួយនឹងយើងជានិច្ចរោគនេះណាជារបស់ប្រែប្រួលរោគនេះមានរោគជាសត្រូវរបស់កាយសត្រូវយើងអាចយកឈ្នះបានតែបើសត្រូវក្នុងចិត្តរបស់យើងដែលកើតវិញវាពិបាកនឹងយកជ័យជំនះមកឲ្យខ្លួនណាម្ល៉េះហើយត្រូវភ័យខ្លាចជាមួយនឹងអារម្មណ៍ជុំវិញរបស់ខ្លួនសូម្បី